អ្នកណាហ៊ានប៉ះពាល់លោកលូនឹងសក់មួយសៃរបស់អាកានីតាំងជាមួយក្រុមប្រឹក្សាឲ្យគេបងខ្លាយយ៉ាងស្លាប់លោកលូថាវិការទាំងអស់បានចូលទៅក្នុងប្រើយ៉ាងនេះរបស់ក្រុមហ៊ុនចាគូបំផ្លាញពួកគេចោលភ្លាមឬយ៉ាងណាកុំតិចចោលភ្លាមបែបនេះគ្មានអ្វីសប្បាយលេងទេនៅក្នុងចំណុចដែលអស្ចារ្យនៃការអស់សង្ឃឹមបន្តិចម្ដងចៅវាយពួកយើងយល់ហើយអូហូលោកមានកាន់តែមើលកាន់តែស្រឡាញ់អញហើយនៅក្នុងពិធីជប់លៀងអំបញ្ញមិញការដែលឯងចេញមុខការពារមិនមើលតែមួយភ្នែកក៏ដឹងថាឯងជារឿងធម្មតាដែរតើឯងនឹងលោកប្រធានសិនក្រោយចប់ពិធីជប់លៀងរឿងរ៉ាវអាជីវកម្មដែលធ្លាប់តែទាមតែនាយកប្រញាប់ប្រញាល់តែភាពស្ទាល់ដើម្បីពិភាក្សាអំពីតែដូចជាភាពស្ងប់ស្ងាត់មុនពេលព្យុះសង្គ្រាមមកដល់លូឆិនតែងតែមានអារម្មណ៍ថានឹងមានបានអាប់ដេតប្រព័ន្ធនិងពង្រឹងសុវត្ថិភាពទុកជាមុនពីអាត្រៀតនាងក្មេងកំហូចតំណែងជាអគ្គនាយកអញផលដើមឡើយវាជារបស់អញសោះរូបមន្តគ្រីមថែរក្សាស្បែកកែប្រែចុងក្រោយគេត្រេស៊ីនឿយហើយអនុវត្តតាមផែនការទៅបាត់យល់ហើយលោកទិន្នន័យចម្លងនៅលើខ្លោដត្រូវបានចាក់សោរូបភាពដែលបងចោលក៏ត្រូវបានរៀបចំរួចរាល់ដែរអ្នកប្រុសចៅនេះជាវាចុងក្រោយដែលក្រុមហ៊ុនជារូបត្រូវចេញនៅបំផុតនៃគ្រីមថែរក្សាស្បែកចេញពីទូដែកនៅក្នុងបន្ទប់របស់ខ្ញុំស្ទើរតែបាត់បង់ទៅហើយហាសហាល្អណាស់ស៊ូវ៉ាន់ឈីងឲ្យស៊ូវ៉ាន់ឈីងថ្ងៃស្អែកក្រុមហ៊ុនប្រាក់វិនិយោគចុះយ៉ាងណាហើយប្រឹងប្រែងទាំងអស់របស់ក្រុមហ៊ុនស៊ូរបស់នាងនឹងប្រែទៅការក៏ជួយនាងអ្នកប្រុសចៅចុះរឿងដែលយើងបានចាំពេលស៊ូវ៉ាន់ឈីងចុះចំណែកពីអគ្គនាយកក្រុមហ៊ុនបារម្ភអីពូទី2ចាំពេលភាគហ៊ុនរបស់ក្រុមហ៊ុនស៊ូតំណែងអគ្គនាយកទៅខ្លាយជារបស់កូនចៅនិងត្រកូលចំណែកឯលូឆាតែវិញហើយធ្វើឲ្យវាលុតជង្គង់សុំទាននៅតាមផ្លូវដែលសម្បូរបែបបំផុតក្នុងក្រុងចិនចៅខ្ញុំរងចាំដំណឹងល្អរបស់អ្នកប្រុសបន្ទាប់ពីចៅធានយូទទួលបានប្រញាប់ប្រញាល់ចង់ស្រោចស្រង់ដណ្ដើមតើគេដឹងយ៉ាងណាថាលើខ្ញុំរូបមន្តមួយនេះត្រូវបានគេកែប្រែតាំងពីជាក្រដាសសំណល់មួយប៉ុណ្ណោះគឺរងចាំតែចោលក្នុងផ្ទះមកលួចយកទៅប៉ុណ្ណោះលោកស្រីក្រុមប្រឹក្សាភិបាលទាំងអស់មានការវិនិយោគពីយោឆៃលំហូរយើងនឹងរៀបចំចេញផ្សាយផលិតផលហើយវិញចំបាយរយៈពេល5ឆ្នាំឲ្យតែផលិតផលមួយនេះចេញជានឹងអាចក្រឡាប់ចាក់ទីផ្សារថែរក្សាស្បែកក្នុងក្រុងអង្កេតជាមិនខានអ្នកនាងក៏ញ៉ាំមើលការ live ផ្សាយពាណិជ្ជកម្មរបស់ត្រកូលចៅជំរាបសួរមិត្តប្រព័ន្ធផលិតផលទាំងអស់ថ្ងៃនេះក្រុមហ៊ុនចៅគ្រប់មានកិត្តិយសយ៉ាងក្រៃលែងក្នុងការប្រកាសចេញផ្សាយផលិតផលថែរក្សាសម្រស់ដ៏អស្ចារ្យដូចគ្នាបេះបិទទៅនឹងរូបមន្តគ្រីមថែរក្សាស្បែករបស់នេះជាការសម្ងាត់គ្នាដ៏សំខាន់ណាស់ណាគេចេញផ្សាយមុនបើយើងចេញផ្សាយនៅខែក្រោយត្រឹមតែខាតបងប្រាក់ផ្សាយថ្ងៃថ្ងៃនោះតើអ្នកណាហ៊ានទិញកេរឈ្មោះរបស់ក្រុមហ៊ុនមិនអាចនឹងត្រូវវិនិច្ឆ័យទាំងស្រុងមិនអាចដើមនៃរូបមន្តត្រូវគេចាក់សនៅក្នុងទូខ្ញុំម្នាក់គត់ដឹងលេខកូដស្ងប់ស្ងាត់វាធ្លីទៅវិញដោយរបៀបណាឲ្យវ៉ាន់ឈីងឯងថាមានតែឯងឲ្យពូទី2លេខមុននោះដុសស្លាប់ហោះទៅដល់ដៃចៅធានយូដោយរបៀបណាខ្ញុំមិនបានរំលាយសំបីតែមួយម៉ាត់ឡើយប្រកាសជាមានចោលពេលឲ្យខ្ញុំបន្តិចខ្ញុំប្រកាសជារកមុខចោលនោះឲ្យឃើញចោលក្នុងផ្ទះនោះនៅមិនឆ្ងាយទេលោកស្រីនិងសមាជិកក្រុមប្រឹក្សាពីអង្គរៈដែលមិនដឹងតើអ្នកណាអាចចូលចេញក្នុងបន្ទប់ធ្វើការរបស់អគ្គនាយកទូដែកមិនបានទេមានរងស្ទះយកមិញគេបានធ្វើឲ្យចៅធានយូថ្ងៃនេះអ្នកប្រុសចៅក៏ទទួលបានរូបមន្តនេះប្រកាសជាគេលួចរូបមន្តយកទៅថ្វាយត្រកូលចៅដើម្បីប្រហែលជាជនបង្កប់ដែលត្រកូលចៅបញ្ជូនមកតាំងពីយកបានប្រយោជន៍ឲ្យគេពីត្រកូលចៅបានជាមកធ្វើបាបក្រុមហ៊ុនស៊ូរបស់យើងបែបនេះមកលោកស្រីនិងសមាជិកក្រុមប្រឹក្សាពិបាលតែចោតប្រកាន់ទាំងមានភូស្តាំងផងតើផ្អែកលើអ្វីមកទម្លាក់កំហុសលើរូបទេស៊ូវ៉ាន់ឈីប្រកាសចេញផ្សាយនោះហើយជាដើម្បីការពារចាបរិគេលបួងបីតែសមិទ្ធផលរាប់សិបឆ្នាំរបស់ស្រីនិងសមាជិកក្រុមប្រឹក្សាពិបាលតែទាញក្រុមហ៊ុនទាំង3ឲ្យស៊ូវ៉ាន់ឈីរបស់ខ្ញុំស្នើឲ្យចាប់ដើមទៅតំណែងជាអគ្គនាយិកាអំណាចធំទាំងអស់មកដោយរូបខ្ញុំជាអ្នកកាន់តំណែងស្ដីទីដើម្បីគ្រប់គ្រងស្ថាប័នដែលអនុប្រធានស៊ូមនុស្សខាងផ្នែកសន្តិសុខនៅស្លាប់អស់ហើយឬចាប់អាចោលក្នុងផ្ទះនេះឲ្យខ្ញុំហ៊ានក្តីវាប្រហារវាភ្លាមមានរឿងអ្វីកើតឡើងខ្ញុំជាអ្នកទទួលខុសត្រូវអ្នកជាអគ្គនាយិការបស់ក្រុមហ៊ុនស៊ូប៉ះពាល់លូឆិនតែមួយសៃសក់ចេញពីងារភ្លាមស៊ូវ៉ាន់ឈីងសម្រាប់យកទៅជាមួយក្រៅធ្វើបាបខ្ញុំជាអ្នករ៉ាប់មានរឿងអ្វីមនុស្សរបស់ខ្ញុំឯងក៏ហ៊ានប៉ះពាល់ដែរឯងចង់ធ្វើអ្វីក្រុមហ៊ុនស៊ូគ្រប់ណា